គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងការរៀនភាសាអង់គ្លេសថ្ងៃនេះខ្ញុំមានពាក្យមួយចំនួនទាក់ទងនឹងផ្លែឈើក៏ដូចជាទាក់ទងនឹងភេសជ្ជៈមុននឹងចូលទៅដល់ការសិក្សាពាក្យទាំងអស់នោះខ្ញុំសូមរំខានបងប្អូនជួយចុច like ក៏ដូចជាជួយចុច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណបងប្អូនទុកជាមុនបាទតោះឥឡូវយើងទៅសិក្សាទាំងអស់គ្នាបាទនេះគឺជាពាក្យដំបូងគេបាទអញ្ចឹងអានថា hot water hot water អញ្ចឹងប្រែថាទឹកក្តៅបាទទឹកក្តៅពិតជាមានសារៈសំខាន់ណាស់បងប្អូនណាអាចញ៉ាំទៅធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយញ៉ាំទៅធ្វើឲ្យយើងស្រកគីឡូជាដើមណាបាទពាក្យទី2គឺ beer អញ្ចឹងប្រែថាស្រាបៀរវាជាភេសជ្ជៈមួយយ៉ាងប៉ុន្តែញ៉ាំយូរទៅធ្វើឲ្យយើងខូចសុខភាពឧទាហរណ៍ខ្សោយកលៀនខ្សោយថ្លើមអីណាតម្រងនោមអញ្ចឹងទៅណាបាទជាពិសេសធ្វើយើងដុសក្បាលពោះអូខេ soda ចឹងតាក់ទងទៅនឹងសូដាប្រែថាសូដាជាប្រភេទភេសជ្ជៈមួយយ៉ាងខ្ញុំឃើញភាគច្រើនគេលាយជាមួយស្រាបងប្អូនដើម្បីឲ្យជាអកលចុះថយឬមកក៏យកដើម្បីលាងសាច់យ៉ាងទៅកាត់ជាតិអាស៊ីតហ្នឹងណាបាទ tea with ice ចឹងប្រែថាតែទឹកកកបាទទៅមុខទៀតចូលមកដល់ថា tea with lemon ចឹងប្រែថាតែក្រូចឆ្មាបងប្អូនណាខ្លះដែលចូលចិត្តតែក្រូចឆ្មាសម្រាប់ខ្ញុំចូលចិត្តតែក្រូចឆ្មាប្រភេទពណ៌ក្រហមចំពោះបងប្អូនវិញចូលចិត្តពណ៌អីដែរអាចជួយ comment ខាងក្រោមម្នាក់មួយដើម្បីចែកម្លែកគ្នាយ៉ាតោះយើងចូលមើលបន្តទៀតគឺ orange juice ចឹងប្រែថាទឹកក្រូចទឹកក្រូចនោះតែទឹកក្រូចគេកិនមកបងប្អូនកិនពីម៉ាស៊ីនណាទឹកក្រូចច្បាច់អញ្ចឹងទៅ hot tea ចឹងប្រែថាតែក្តៅណាតែក្តៅ coconut juice បាទចឹងប្រែថាទឹកដូងបាទចឹង coconut juice ប្រែថាទឹកដូងចូលទៅដល់ពាក្យបន្តទៀតគឺ cake ចឹងប្រែថានំ cake ឬមកក៏នំរបស់យើងនំខ្មែរយើងក៏ជា cake ដែលប្រភេទនំដែរណាបងប្អូនណាice cream ចឹងប្រែថាការ៉េមចូលមកដល់ពាក្យថា jelly ប្រែថាចាហួយផ្លែឈើអង់គ្លេសអានថា fruit ចឹងប្រែថាផ្លែឈើយើងទៅបន្តផ្សេងទៀតអូខេចូលមកដល់ផ្លែឈើម្ដងគឺ banana ចឹងប្រែថាផ្លែចេកmango ប្រែថាផ្លែស្វាយផ្លែក្រូចឆ្មាគឺ lim ផ្លែក្រូចឆ្មាបងប្អូនឃើញខាងលើមិនមានពាក្យថា lemon ដែរមែនអត់មួយ lemon មួយ lim ចឹងពីរប្រើក្រូចឆ្មាដូចគ្នាប៉ុន្តែមានភាពខុសគ្នាបងប្អូនណាចំពោះពាក្យថា lemon គឺសំដៅទៅលើក្រូចឆ្មាដែលប្រភេទនេះពណ៌នេះអាចហៅ skill ណារកទុំណាឬក្រូចឆ្មាទុំហ្នឹងអញ្ចឹងគឺ lemon ដល់ពេលនេះ lim ផ្លែក្រូចឆ្មាអញ្ចឹងសំដៅទៅលើក្រូចឆ្មាដែលមានពណ៌បៃតងពណ៌ខៀវដូចអញ្ចឹងណាអញ្ចឹងគឺ lim បាទខុសគ្នាត្រង់ហ្នឹងដល់យើងទៅដល់ logan ចឹងប្រែថាផ្លែមីនសំទោសបងប្អូនណាគឺអក្សរ no មិនមកទេណាសូមអធិស្ឋានទៅមុខទៀត cashew ចឹងប្រែថាក្រកស្វាយចន្ទីណាជឺជុកប្រែថាផ្លែពុទ្រា papaya គឺផ្លែល្ហុងដល់ពេលផ្លែចុងក្រោយគេគឺផ្លែអឺឡាប់ជាភាសាអង់គ្លេសគឺ watermelon ឬក៏ watermelon ណាអញ្ចឹងប្រែថាផ្លែអឺឡាប់អូខេអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់មានកំហុសខុសឆ្គងសូមការអធិស្ឋានបើចូលចិត្តសូមកុំភ្លេចជួយ comment like និងជួយ subscribe
នៅ channel របស់ខ្ញុំម្នាក់មួយផងគោរពជម្រាបបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀត